បុរសសុំទានតាមដងផ្លូវនារីរងគ្រោះបានឲ្យបុរសនោះចំនួន$300ប៉ុន្តែខណៈដែលនារីរងគ្រោះហៀបនឹងចាក់ចេញយ៉ាងប្រញាប់បុរសនោះបានខាត់នាងមិនឲ្យនាងចាក់ចេញឡើយក្មេងស្រីបានគិតថាបុរសនោះមិនចូលចិត្តលុយដែលមានតម្លៃតិចតួចពេកប៉ុន្តែនាងមិននឹកស្មានថាបុរសនោះនឹងនិយាយថាគាត់អាចសម្រេចក្តីសុបិនមួយរបស់នាងបានឡើយក្មេងស្រីនេះគិតថាបុរសនោះគ្រាន់តែអួតប៉ុណ្ណោះព្រោះពេលនេះអត្តសញ្ញាណរបស់គាត់គឺគ្មានអ្វីក្រៅពីអ្នកសុំទានដ៏ក្រៀមក្រំនោះទេប៉ុន្តែអ្វីដែលនាងមិនដឹងនោះគឺថាការធ្វើជាអ្នកសុំទានគ្រាន់តែជាការក្លែងបន្លំរបស់គាត់អត្តសញ្ញាណពិតរបស់គាត់គឺជាវិជ្ជបណ្ឌិតដ៏អស្ចារ្យបំផុតនៅលើពិភពលោកជំងឺដែលមិនអាចព្យាបាលបានគឺគ្មានបញ្ហានៅក្នុងភ្នែករបស់គាត់ហើយហេតុផលដែលគាត់ធ្វើនេះគឺដើម្បីស្វែងរកមនុស្សដែលមានចិត្តសប្បុរសពិតប្រាកដប៉ុណ្ណោះដូច្នេះបន្ទាប់ពីក្មេងស្រីនោះឲ្យគាត់ចំនួន$300បរិសនោះបានប្រាប់នាងថាគាត់អាចឲ្យនាងប្រាថ្នាអ្វីក៏បានរួមទាំងធ្វើឲ្យនាងក្លាយទៅជាស្ត្រីដែលគួរឲ្យស្រឡាញ់បំផុតក្នុងពិភពលោកប៉ុន្តែរឿងនេះមិនមានបញ្ហាអ្វីសម្រាប់ក្មេងស្រីនោះទេព្រោះនាងចេញមកដើម្បីតែស្វែងរកអ្នកដែលអាចជួយបងស្រីរបស់នាងបានមួយសន្ទុះមុននេះបងស្រីរបស់តារាស្រី Selena ស្រាប់តែធ្លាក់ខ្លួនឈឺនិងសន្លប់ទោះបីជាឪពុករបស់នាងបានជួល James ដែលជាវិជ្ជបណ្ឌិតល្អបំផុតទី2របស់ពិភពលោកក៏ដោយក៏គាត់នៅតែមិនអាចព្យាបាលនាងបានក្មេងស្រីបារម្ភពីប្អូនស្រីរបស់នាងខ្លាំងណាស់ទើបនាងចេញទៅប្រាប់គ្រប់គ្នាដោយសន្យាថាអ្នកណាអាចព្យាបាល Selena បាននាងនឹងរៀបការជាមួយគាត់ប៉ុន្តែអ្វីដែលមិននឹកស្មាននោះគឺគ្រាន់តែតាក់ទាញការយូយីពីក្រុមចៅប៉ុណ្ណោះក្មេងស្រីមានអារម្មណ៍ខកចិត្តប៉ុន្តែនៅពេលនាងធ្វើដំណើរទៅផ្ទះនាងបានរត់ចូលទៅបុរសនោះក្មេងស្រីនេះមិនមានជំរឿអ្វីផ្សេងទេដូច្នេះហើយនាងមានសង្ឃឹមបន្តិចនាងបានប្រាប់បុរសនោះថាអ្វីដែលនាងចង់បានគឺដើម្បីឲ្យជំងឺរបស់បងស្រីនាងជាសះស្បើយប៉ុន្តែនាងមិននឹកស្មានថាបុរសនោះនឹងនិយាយថាគាត់អាចព្យាបាលជំងឺ Selena បានក្រោយមកតាមរយៈមន្ត្រាគមទើបគាត់បានដឹងថា Selena ហៀបនឹងបាត់បង់ជីវិតហើយភ្លាមនោះបុរសនោះបានប្រើមន្ត្រាគមដើម្បី teleport នាំក្មេងស្រីត្រឡប់ទៅផ្ទះវិញភ្លាមទន្ទឹមនឹងនោះនៅផ្ទះក្មេងស្រីនោះឪពុករបស់នាងបានអញ្ជើញគ្រូពេទ្យជាច្រើនអ្នករួចហើយប៉ុន្តែគ្មាននរណាអាចព្យាបាលប្អូនស្រីរបស់នាងបានខណៈដែលឪពុករបស់នាងកំពុងបាត់បង់ក្តីសង្ឃឹមគ្រូពេទ្យម្នាក់ឈ្មោះ John បានប្រាប់គាត់ថាតែអ្នកដែលអាចជួយសង្គ្រោះនាងបាននៅពេលនេះគឺជាវិជ្ជបណ្ឌិតដ៏អស្ចារ្យបំផុតនៅក្នុងរឿងព្រាននិទានទោះបីជាយ៉ាងនេះឪពុករបស់នាងនៅតែមានអារម្មណ៍អស់សង្ឃឹមព្រោះគ្មាននរណាធ្លាប់ជួបគ្រូពេទ្យនោះពីមុនឡើយគាត់មិនដឹងថាត្រូវអញ្ជើញគាត់មកព្យាបាលកូនស្រីរបស់គាត់យ៉ាងដូចម្តេចប៉ុន្តែភ្លាមនោះក្មេងស្រីបាននាំបុរសនោះមកផ្ទះគាត់ប្រាប់ឪពុកនាងដោយរំភើបថាបុរសនោះអាចព្យាបាលបងស្រីនាងបានដោយសារគាត់មានមន្ត្រាគមដ៏មានឥទ្ធិពលប៉ុន្តែឪពុករបស់នាងមិនជឿទាស់ទេសោះព្រោះសម្លៀកបំពាក់របស់បុរសនោះមានសភាពទ្រុឌទ្រោមពេកគាត់មើលទៅដូចជាអ្នកសុំទានតើគាត់អាចព្យាបាលនិងសង្គ្រោះមនុស្សបានយ៉ាងដូចម្តេចឪពុកថែមទាំងគិតថាបុរសនោះបានបោកប្រាស់កូនស្រីរបស់គាត់និងបានបញ្ជាឈ្មោះឲ្យដេញគាត់ចេញខណៈដែលឈ្មោះរៀបចំធ្វើសកម្មភាពមេផ្ទះឈ្មោះឯកបានខាត់ឪពុកទាន់ពេលគាត់ប្រាប់គាត់ថាគ្មាននរណាអាចព្យាបាលជំងឺរបស់ Selena បាននៅពេលនេះឡើយហើយដោយសារបុរសនោះមានទំនុកចិត្តពេកប្រហែលជាគាត់ពិតជាមានវិធីជួយសង្គ្រោះ Selena ពិតមែនទោះបីជាឪពុករបស់នាងមិនជឿបុរសនោះក៏ដោយគាត់គ្មានអ្នកណាផ្សេងទេហើយចម្រើសឥឡូវនេះសម្រាប់ជាប្រយោជន៍របស់ Selena គាត់បានអនុញ្ញាតឲ្យបុរសនោះព្យាបាលនាងដូច្នេះក្រុមការសម្លឹងមើលដោយសង្ស័យរបស់ឪពុកនាងបុរសនោះបានដើរទៅខាង Selena ដើម្បីភាពតក់ស្លុតរបស់ឪពុកបុរសនោះគ្រាន់តែក្រឡេកមកមើលនាងហើយភ្លាមនោះឃើញនៅអ្វីដែលគ្រូពេទ្យមិនអាចរកឃើញបុរសនោះបានប្រាប់ឪពុកថា Selena មានជំងឺបេះដូងនិងជំងឺ ALS វាគឺជាការចាប់ផ្ដើមដំណើរគ្នានៃស្ថានភាពទាំងពីរដែលបណ្ដាលឲ្យនាងសន្លប់ភ្លាមបន្ទាប់មកគាត់បានប្រាប់ឪពុករបស់នាងឲ្យរៀបចំទឹកក្តៅ45ដឺក្រេព្រោះគាត់ហៀបនឹងព្យាបាល Selena ទង្វើរបស់បុរសនោះបានធ្វើឲ្យឪពុកមានការតក់ស្លុតយ៉ាងខ្លាំងគាត់មិននឹកស្មានថាបុរសនោះនឹងធ្វើរោគវិនិច្ឆ័យជំងឺនេះពិតប្រាកដឡើយនេះពិតជាធ្វើឲ្យឪពុកមានសង្ឃឹមយ៉ាងមុតមាំដូច្នេះហើយទោះបីជាគាត់នៅតែសង្ស័យលើជំនាញវិទ្យាសាស្ត្ររបស់បុរសនោះក៏ដោយដើម្បីជាប្រយោជន៍ដល់គាត់សង្ឃឹមថាស្ថានភាពរបស់ Selena អាចប្រសើរឡើងប៉ុន្តែឪពុកបានធ្វើតាមការណែនាំរបស់បុរសនោះហើយបានទៅរៀបចំប៉ុន្តែភ្លាមនោះ James ផ្ទុះសំណោចដាក់បុរសនោះដោយសារតែគាត់ជឿថាបន្ទាប់ពីព្យាបាលអ្នកជំងឺច្រើនបែបនេះគាត់មិនដែលឮពីជំងឺចំណាយបែបនេះទេទើបគាត់សន្និដ្ឋានថាបុរសនោះត្រូវតែកុហកគាត់ថែមទាំងខឹងនៅចំពោះឪពុកនិយាយថាបុរសនោះចង់ទឹកក្តៅមិនព្យាបាល Selena ទេតែចង់ងូតទឹកខ្លួនឯងគាត់បានបង្រៀន James នៅមេរៀនមួយភ្លាមដោយគ្រាន់តែទះមួយដៃលើ James ស្រាប់តែមានមន្តអាគមលេចឡើងពីបាតដៃរបស់គាត់ប៉ុន្តែ James មិនអាចមើលឃើញមេតិននោះសូម្បីតែដឹងថាបុរសនោះខឹងក៏ដោយគាត់មិនខ្លាចអ្វីទាំងអស់ហើយបន្តចំអោបគាត់ប៉ុន្តែមួយវិនាទីក្រោយក្រោមការក្រឡេកមើលដ៏តក់ស្លុតរបស់មនុស្សគ្រប់គ្នា James ស្រាប់តែដួលទៅនឹងដីសន្លប់រហូតដល់តែ John មានទំនុកចិត្តថាគាត់អាចព្យាបាល James ភ្លាមទីបំផុតគ្រប់គ្នាមានអារម្មណ៍ធូរស្លាយប៉ុន្តែអ្វីដែលនឹកមិនស្មានទៅទោះបីជា John ប្រើមន្តអាគមបែបណាដើម្បីព្យាបាលគាត់ក៏ដោយក៏ James ក៏នៅតែមិនភ្ញាក់ឡើយរហូតមកដល់ពេលនេះគ្រប់គ្នាភ្ញាក់ផ្អើលនឹងថាមពលពុតរបស់បុរសនោះឪពុកបានសុំបុរសនោះឲ្យចាប់ផ្ដើមព្យាបាល Selena បុរសនោះសង្កេតឃើញថាស្ថានភាពរបស់ Selena កាន់តែអាក្រក់ទៅហើយបានមកទទួលនាងដោយផ្ទាល់នាំនាងទៅបន្ទប់ព្យាបាលឪពុកនាងចង់តាមប៉ុន្តែបុរសនោះរងរាំងគាត់នៅខាងក្រៅ
គាត់បានប្រែប្រានឪពុកនាងកុំឲ្យចូលបន្ទាប់មកបិទទ្វារដោយសារតែមិនមើលឃើញបុរសនោះព្យាបាលឪពុកមានអារម្មណ៍ថប់បារម្ភយ៉ាងខ្លាំង John ដែលបុរសនោះបានអាម៉ាមុខហើយក៏បង្ករឿងដោយចេតនាទៅឪពុកនិយាយថាបុរសនោះគ្រាន់តែជាអ្នកសុំទាននៅក្រៅឯកាជាមួយគុនស្រីរបស់គាត់និងច្បាស់ណាស់ជានឹងគិញចំណេញពីនាងពាក្យសម្ដីរបស់ John បានធ្វើឲ្យឪពុកកាន់តែព្រួយបារម្ភបន្ទាប់មកពេលដឹងគុនស្រីថាបុរសនោះគឺជាអ្នកដែលនាងទើបតែជួបដោយចៃដន្យនៅតាមផ្លូវការព្រួយបារម្ភរបស់គាត់ក៏កាន់តែចម្រុះទៅហើយគាត់ខ្លាចបុរសនោះធ្វើបាបសេលីណាដូច្នេះគាត់មិនអើពើនឹងការព្រួយប្រែប្រានរបស់បុរសនោះទេហើយបានរុញធ្វើបង្ហើរព្រឹត្តប្រសាសន៍ជួរទៅខាងក្នុង